เรียบสู้បងប្អូនមិនមកក្បាលវីដេអូបងប្អូនឃើញភ្ញៀវរួមឆាយយ៉ាំជាមួយនឹងឆាយយ៉ាំនៅនេះសៀមរាបយើងបងប្អូនតែមុននឹងរួមឆាយយ៉ាំនេះឆាយយ៉ាំចេញមកទទួលគាត់រយខាងក្រុមហ៊ុនធួគាត់រៀបចំដើម្បីពញ្ញាអារម្មណ៍ពេលភ្ញៀវគាត់ដើរចប់កម្មវិធីនោះបងប្អូនគាត់ភ្ញៀវដូចតែក្រុមមុនហ្នឹងបងប្អូនគាត់ដើរភ្ញៀវគាត់ដើរថ្មើរជើងនិងបោះតង់តាមតំបន់ភ្នំកលែនខ្ញុំអីបងប្អូនប៉ុន្តែមុននឹងមកដល់ក៏មានឆាយយ៉ាំស្វាគមន៍ពញ្ញាអារម្មណ៍ចឹងហើយបងប្អូនកុំភ្លេចជួយ share វីដេអូផងបងប្អូនដើម្បីឲ្យបានភ្ញៀវផ្សេងគាត់ឃើញឬគាត់ share បានទៅក្រៅប្រទេសឃើញថាភ្ញៀវគាត់មកដល់លេងនៅកម្ពុជាអញ្ចឹងបងប្អូនសប្បាយអញ្ចឹងបើតិចទៀតរួមទាំងតកងរួមទាំងភ្ញៀវដែរតកងជួយទះដៃអបអពេលគាត់បានដើរមកបញ្ចប់បងប្អូនគាត់មិនងាយស្រួលដែរដើរបងប្អូនគិតមើលមួយថ្ងៃ20គីឡូ10គីឡូជាងឬក៏20គីឡូជាងនេះគាត់ដើរកាន់ដៃគ្នាជិតដល់កន្លែងបញ្ចប់ហើយព្រឹកមិញក្រុមឆាយយ៉ាំគាត់ទទួលរៀងជិតអត់សូវបែកញើសទេថ្ងៃមុនហើយជា300ម៉ែត្ររឹមបដើភ្ញៀវមកដាក់មកបែកញើសដែរបានដល់កន្លែងបងប្អូនទស្សនាវីដេអូស៊ីនបន្តទៀតបងប្អូនកុំបាច់ចូលសលេងអត់ព្រោះផងតែកុំភ្លេចបងប្អូនជួយ like ជួយ share ផងបងប្អូន follow បន្ថែមទៀតនៅចុងវីដេអូបានបងប្អូនឃើញភ្ញៀវជិះរ៉ឺម៉កខ្មែរយើងភេកនេះភេកផុសអំពីរ៉ឺម៉កខ្មែរប៉ុន្តែសាច់ដែលផុសរ៉ឺម៉កខ្មែរតិចដោយសារតែកម្មវិធីនឹងមើលទៅណានឹងញ៉ាំងអារម្មណ៍អស់សប្បាយជាងហើយជិះរ៉ឺម៉កខ្មែរយើងដាក់នៅចុងខាងក្រោយវីដេអូតិចបានណាដល់បងប្អូនមើលនេះសិនទស្សនានេះសិននេះបងប្អូនទៅរៀមចប់ហើយក៏ចេញដំណើរទៀតហើយដូចតែថ្ងៃមុនអញ្ចឹងឯងបងប្អូនចេញដំណើរទៅទស្សនាប្រាសាទបន្តទៀតតួថ្ងៃតិចបានចប់នេះនេះមានលាយរហូតថ្មីមកដែរវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនជួបគ្នាថ្ងៃក្រោយទៀតនៅក្រុមក្រោយទៀតបងប្អូនគុណ